ពេលខ្លះកូនមើលម៉ែហើយទើបដឹងថាម៉ែនឿយប៉ុណ្ណាម៉ែតែងតែគិតគ្រប់យ៉ាងសម្រាប់កូនសួស្តីអ្នកទាំងអស់គ្នាជួបគ្នាម្ដងទៀតជាមួយនឹង Info Unit ថ្ងៃនេះគឺខ្ញុំមានប្រមមួយដែលអាចឲ្យអ្នកទាំងអស់គ្នាបង្កើតបទចម្រៀងបែបrelaxing ឬក៏ជាទូទៅយើងហៅថា music relaxing ដែលវាធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ថាស្ងប់ស្ងាត់កក់ក្ដៅនិងរំជួលចិត្តខ្លាំងហើយខ្ញុំនឹងវិភាគ music style មួយឲ្យអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចស្ដាប់ចម្រៀងពេញហើយយើងនឹងមើលទាំងអស់គ្នាតើmusic style ហ្នឹងគឺយើងប្រើលក្ខណៈបែបណាខ្លះដើម្បីយើងសរសេរជាព្រមយកទៅដាក់នៅក្នុង Zono ចម្រៀងនេះជុំញាក់ម្ដាយថ្ងៃស្រីតែងតែលះបង់គ្រប់យ៉ាងសម្រាប់កូនម៉ែសម្រាប់បន្តិចទៅពេលខ្លះកូនមើលម៉ែហើយទើបដឹងថាម៉ែនឿយប៉ុណ្ណាម៉ែតែងតែគិតគ្រប់យ៉ាងសម្រាប់កូនទោះខ្លួនឯងហត់ប៉ុណ្ណាម៉ែមិនដែលនិយាយថាពិបាកគ្រាន់តែនៅស្ងៀមហើយញញឹមដាក់គូនម៉ែសម្រាប់បន្តិចទៅកុំគិតច្រើនពេកថ្ងៃនេះកូនចង់ឲ្យម៉ែស្ងប់ចិត្តអ្វីដែលម៉ែធ្វើសម្រាប់កូនវាលើសពីគ្រប់គ្រាន់ហើយមានរឿងជាច្រើនម៉ែទ្រាំម្នាក់ឯងមានទឹកភ្នែកជាច្រើនដែលម៉ែលាក់ទុកកូនសុំទោសតែពេលខ្លះកូនមិនបានយល់ថាម៉ែហត់ប៉ុណ្ណាកូនធំហើយជីវិតកូនមានកម្របោះខ្លួនម៉ែជប់ពិបាកដោយសារកូនវាដល់ពេលហើយទុកឲ្យកូនដោះស្រាយជីវិតតាមផ្លូវរៀងខ្លួនថ្ងៃនេះកូនចង់ប្រាប់ម៉ែថាកូនស្រឡាញ់ម៉ែខ្លាំងណាស់អរគុណសម្រាប់គ្រប់យ៉ាងអរគុណដែលម៉ែមិនដែលបោះបង់កូនតើថ្ងៃខ្លះម៉ែហត់ប៉ុណ្ណាម៉ែក៏នៅតែលះបង់ដើម្បីកូនម៉ែដាក់អង្រែកចោលទៅកូននៅទីនេះថ្ងៃនេះម៉ែមិនចាំបាច់ខ្វល់ទៀតទេកូនគ្រាន់តែចង់អរគុណម៉ែសម្រាប់ក្តីស្រឡាញ់គ្រប់យ៉ាងកូនស្រឡាញ់ម៉ែណាស់ជប់បានទៅម៉ែជប់បាន